ตาវាបែបនេះមែនទេចាប់ខ្លួនគាត់ទៅតើគាត់មានទំនាក់ទំនងអ្វីជាមួយលោកប្រធានបាវហេតុអ្វីបានជាគាត់ដឹងរឿងនេះក្មេងតូចតើលោកប្រធានបាវជាអ្នកឯងមកមែនទេហេតុអ្វីបានជាកញ្ញាខិនមុខក្រហមប្រតិកម្មនេះមិនដូចជាខឹងសោះខ្ញុំប្រាប់ហើយខ្ញុំជាមនុស្សដែលអ្នកកំពុងស្វែងរកពិតជាកាត់អធិរាជកម្ពុជាមែនប៉ុន្តែហេតុអ្វីបានជាកាត់នេះនៅនឹងដៃគាត់កញ្ញាខិនកាត់នេះមិនមែនជារបស់វាទេត្រូវហើយខ្ញុំជាម្ដាយធំរបស់ក្មេងនេះវាគ្មានលុយ1 សេនទេឃ្លានសំបីតែបាយក៏មិនមានហូបគ្រប់គ្រាន់ដែរកុំចាញ់បោកវាឲ្យសោះយើងនឹងប្រគល់កាត់នេះឲ្យអ្នកវិញតើអាចដោះលែងពួកយើងបានទេកញ្ញាខិនអ្នកត្រូវតែប្រដៅក្មេងនេះឲ្យបានល្អបិទមាត់ទាំងអស់គ្នាគាត់មានឋានៈអ្វីមិនមែនជាវេនអ្នកឯងមកនិយាយទេលោកម្ចាស់ក្រុងយេងមកដល់ហើយលោកប្រធានបែវ10 ឆ្នាំហើយទីបំផុតលោកព្រមបង្ហាញខ្លួនហើយលោកម្ចាស់ក្រុងយ៉ែងព្រះឲ្យនេះគឺជាបុគ្គលដ៏មានឥទ្ធិពលម្នាក់តាស្រះនេះមកលឿនមែនលោកម្ចាស់ក្រុងខ្ញុំគឺឈៀវលោមកពីក្រុមហ៊ុនលឺសកញ្ញាខិនតើលោកប្រធានបែវនៅឯណាតើលោកម្ចាស់ក្រុងយ៉ែងស្វែងរកលោកប្រធានបែវមានការអ្វីដែរអូលោកប្រធានបែវត្រឡប់មកវិញខ្ញុំយ៉ែងត្រូវតែមកទទួលដោយផ្ទាល់ហើយពេលវេលាសម្រាប់ខ្ញុំមិនមានច្រើនទេមិនយូរប៉ុន្មានបុគ្គលសំខាន់នៅទូទាំងពិភពលោកនឹងប្រមូលផ្ដុំគ្នាដោយសារតែការត្រឡប់មកវិញរបស់លោកប្រធានបែវទីក្រុងនេះក៏នឹងមានភាពវឹកវរយ៉ាងខ្លាំងហើយមិនអាចស្ងប់ស្ងាត់ក្នុងរយៈពេលយូរខ្ញុំត្រូវតែស្វែងរកលោកប្រធានបែវឲ្យបានឆាប់កញ្ញាខិនអ្នកនៅមិនទាន់ប្រាប់ខ្ញុំទេថាលោកប្រធានបែវនៅឯណាជាវបែវតើអញរើសបានកាត់ធនាគារនៅណាហេតុអ្វីបានជាសំបីតែលោកម្ចាស់ក្រុងយ៉ែងក៏មកទីនេះដែរមីងយ៉ែងបេជួនមិនមែនជាអ្វីនោះទេបន្តិចទៀតនឹងមានមនុស្សខ្លាំងជាងនេះមកដល់ម៉ាក់កូនច្បាស់ជានឹងការពារម៉ាក់ឲ្យបានល្អធ្វើឲ្យម៉ាក់ខ្លាយជាគ្រួសារអ្នកមានបំផុតនៅលើពិភពលោកហេតុអ្វីបានជាក្មេងនេះនៅទីនេះតើគាត់មានទំនាក់ទំនងអ្វីជាមួយលោកប្រធានបាវក្មេងនេះមានបញ្ហាខ្លាំងណាស់ម៉ាក់រងចាំកូនបន្តិចឈៀវយ៉ែងខានជួបគ្នាយូរហើយឯងហៅខ្ញុំថាម៉េចឈៀវយ៉ែងណាកាត់អធិរាជកម្ពុជាតែមួយគត់នៅលើពិភពលោកគឺនៅក្នុងដៃរបស់គាត់អ្នកនិយាយថាម៉េចកាត់ធនាគាររបស់លោកប្រធានបែវដែលមានតម្លៃ2 ត្រីលៀនរបស់សំខាន់បែបនេះហេតុអ្វីបានជាមកនៅក្នុងដៃក្មេងម្នាក់ទៅវិញកម្លាំងអាចដកភ្នំបានឧស្ម័នគ្រប់ដណ្ដប់ពិភពលោកពេលវេលាមិនអំណោយផលសេះមិនរត់តើអាចធ្វើអ្វីបានយកតើគួរធ្វើដូចម្ដេចនេះគឺបទចម្រៀងហ្គេឈាឃើញកំណាព្យឲ្យនេះដូចឃើញចៅហ្វាយកូនចៅសូមក្រាបថ្វាយបង្គំសូមក្រាបថ្វាយបង្គំចៅហ្វាយឃើញកំណាព្យឲ្យនេះដូចឃើញចៅហ្វាយលោកប្រធានបែវពិតជាត្រឡប់មកវិញមែនកញ្ញាខិនតាក្មេងនេះមានប្រវត្តិយ៉ាងណាហេតុអ្វីបានជាសំបីតែលេខសម្ងាត់ក៏គាត់ដឹងដែរលោកប្រធានបែវមិនដែលព្រមបង្ហើបពីព័ត៌មានណាមួយរបស់គាត់ឡើយក្មេងនេះនឹកស្មានមិនដល់ថាដឹងច្បាស់ពីលោកប្រធានបែវទៅវិញមិនធម្មតាទេគាត់មានលទ្ធភាពខ្ពស់ណាស់ដែលជាអ្នកស្នងរត់ពិតប្រាកដរបស់លោកប្រធានបែវអ្នកស្នងរត់ពិតប្រាកដរបស់លោកប្រធានបែវមិនឆ្ងល់ទេដែលក្មេងនេះមិនខ្លាចខ្ញុំសោះហើយថែមទាំងហៅខ្ញុំថាជាវយ៉ែងទៀតសំណាងល្អដែលខ្ញុំមិនបានខឹងអំបញ្ញមិញបើមិនដូច្នេះទេច្បាស់ជាប្រមាថចៅហ្វាយតូចហើយនេះមានរឿងអ្វីកើតឡើងហេតុអ្វីបានជាបុគ្គលសំខាន់ទាំងនេះសុទ្ធតែលុតជង្គង់ចំពោះក្មេងម្នាក់នេះក្មេងនេះពិតជាមិនធម្មតាទេលោកម្ចាស់ក្រុងតើលោកនិងក្មេងចង្រៃនេះបានធ្វើអ្វីខ្លះអ្នកទាំងអស់គ្នាក្រោកឡើងទៅចៅហ្វាយតូចតើលោកប្រធានបែវនៅឯណាយ៉ាងនេះចុះពួកអ្នកតាមខ្ញុំមកនោះនឹងដឹងហើយកញ្ញាខេនតានេះមានន័យយ៉ាងម៉េចឈោភ្លឹកធ្វើអ្វីនៅក្នុងកាត់អធិរាជកម្ពុជាមិនត្រឹមតែមានលុយយ៉ាងច្រើនប៉ុណ្ណោះទេក្រៅពីនេះឃ្លាំងមាសឯកជនរបស់ខ្ញុំក៏នៅទីនោះដែរគាត់នឹកស្មានមិនដល់ថាដឹងពីឃ្លាំងមាសឯកជនរបស់លោកប្រធានបាវទៀតតោះថ្ងៃនេះនឹងនាំអ្នកទាំងអស់គ្នាទៅមើលរបស់ដែលមានតម្លៃបំផុតនៅលើពិភពលោករបស់ដែលមានតម្លៃបំផុតឃ្លាំងមាសឯកជនរបស់លោកប្រធានបាវខ្ញុំធ្លាប់ឬគាត់និយាយតែម្ដងគត់ចំណែកឯឃ្លាំងមាសនៅណាគឺមិនដឹងច្បាស់តតែសោះកញ្ញាថេនឃ្លាំងមាសតើក្មេងនេះដឹងទេក្មេងដែលមិនធ្លាប់ជួបមុខនេះតើគាត់អាចដឹងដោយរបៀបណាឬមួយក៏គាត់ពិតជាអ្នកស្នងរត់ពិតប្រាកដរបស់លោកប្រធានបែវមែនឃ្លាំងមាសឯកជនខ្ញុំសាប់មិនខុសទេដឹងលោកប្រធានបែវមិនត្រឹមតែមានងារជាពាក់កណ្ដាលព្រះក្នុងពិភពហិរញ្ញវត្ថុប៉ុណ្ណោះទេខ្ញុំមើលទៅទ្រព្យសម្បត្តិរបស់គាត់គឺលើសពី2 ត្រីលៀនដែលគេល្បីទៅទៀតឃ្លាំងមាសឯកជនរបស់ខ្ញុំគឺនៅទីនេះថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឲ្យបើកភ្នែកម្ដងចុះឈៀវបែវឯងទីតាំងឃ្លាំងមាសលោកប្រធានបែវមិនដែលបង្ហើបឲ្យដឹងទេមិនឆ្ងល់ទេដែលកាត់អធិរាជកម្ពុជាលេចឡើងនៅទីនេះ
តាមពិតទីនេះមានឃ្លាំងមាសរបស់លោកប្រធានបាវសោះប្រសិនបើឃ្លាំងមាសរបស់លោកប្រធានបាវជារឿងពិតច្បាស់ជានឹងបង្កឲ្យមានភាពវឹកវរពេញពិភពលោកទីបំផុតស្ថានភាពនឹងមិនអាចនឹកស្មានដល់ទោះយ៉ាងណាក៏ដោយខ្ញុំត្រូវតែស្វែងរកលោកប្រធានបាវឲ្យបានឆាប់ឈៀវបែវតើឯងនៅតែជាឈៀវបែវដែលម៉ាក់ស្គាល់មែនទេម៉ាក់សូមជឿជាក់លើកូនម្ដងទៀតចុះរឿងរ៉ាវកំពុងដំណើរការដោយដែលខ្ញុំបានគិតទុកពិភពលោកទាំងមូលកំពុងរងចាំខ្ញុំអបែវត្រឡប់មកវិញដើម្បីត្រឡប់ទៅកាន់ចំណុចកំពូលម្ដងទៀតវាភូតកុហកកញ្ញាខេនលោកម្ចាស់ក្រុងយ៉ែងពួកយើងមិនដែលបង្កើតឃ្លាំងមាសឯកជនទេក្មេងនេះពិតជាកំពុងបោកប្រាស់ហើយពួកអ្នកត្រូវតែជឿខ្ញុំជាអ្នកគ្រប់គ្រងធនាគារបាយថ្ងៃណាពិតមាត់លោកធំទាំងពីរលោកកុំចាញ់បោកក្មេងនេះឲ្យសោះក្មេងចង្រៃនេះចូលចិត្តភូតកុហកណាស់វាថែមទាំងនិយាយថាខ្ញុំអាចក្លាយជាអ្នកមានបំផុតទៀតផងចៅហ្វាយតូចសូមមេត្តានាំពួកយើងទៅមើលឃ្លាំងមាសផងរំខានចៅហ្វាយតូចហើយពួកអ្នកសុកចិត្តជឿពាក្យកុហករបស់ក្មេងនេះក៏មិនជឿខ្ញុំដែរនរណាគេនៅទីនោះអូសវាចេញទៅខ្ញុំនិយាយមែនណាកុំប៉ះខ្ញុំតើលោកប្រធានបែវបានដាក់ថ្នាំសណ្ដំអ្វីដល់ពួកគេទៅនឹកស្មានមិនដល់ថាធ្វើឲ្យបុគ្គលសំខាន់ទាំងនេះជឿពាក្យកុហករបស់ជាវបែវសោះកុំប៉ះខ្ញុំឯងពិតជារំខានខ្លាំងណាស់មិនស្គាល់ប្រមាណខ្លួនឯងត្រឹមតែជាអ្នកគ្រប់គ្រងធនាគារសោះក៏ហ៊ានលូកដៃចូលរឿងរបស់លោកប្រធានបាវដែរសូម្បីតែម្ចាស់ក្រុងដូចជាខ្ញុំក៏មិនដឹងពីអាថ៌កំបាំងនេះដែរតើបុគ្គលិកតូចតាចដូចជាវាអាចដឹងដោយរបៀបណាម៉ាក់រងចាំកូនបន្តិចអ្នកទាំងអស់គ្នាដើរតាមខ្ញុំមកនឹកស្មានមិនដល់ថាមានកន្លែងបែបនេះសោះតាមពិតអ្វីទាំងអស់សុទ្ធតែជាការពិតក្មេងនេះមិនបានភូតកុហកទេចុះចំណែកឯទំនាក់ទំនងរវាងឯងនិងលោកប្រធានបែវតើដូចអ្វីដែលខ្ញុំបានទីទុកមែនទេអ្នកទាំងអស់គ្នាតាមខ្ញុំមកអត្តសញ្ញាណត្រូវបានបើកចូលមកចុះពិភពខាងក្រៅបានទូសទីតាំងពីយូរណាស់មកហើយថាឃ្លាំងមាសឯកជនរបស់លោកប្រធានបាវដែលជាអ្នកមានបំផុតទី1នៅលើពិភពលោកគឺពោពេញទៅដោយធនធាននិងរតនសម្បត្តិគ្រប់ប្រភេទថ្ងៃនេះបានឃើញផ្ទាល់ភ្នែកពិតជាធ្វើឲ្យពួកយើងបើកភ្នែកធំមែនចាំសិនខ្ញុំមិនទាន់បានចូលទៅទេចាំសិនបើគ្មានការអនុញ្ញាតពីចៅហ្វាយតូចទេមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលឡើយហេតុអ្វីទៅខ្ញុំជាម្ដាយធំរបស់ជាវបែវហេតុអ្វីមិនឲ្យខ្ញុំចូលឆាប់ឲ្យខ្ញុំចូលទៅម្ដាយធំយ៉ាងម៉េចទៅខ្ញុំជាម្ចាស់ក្រុងក៏មិនអាចចូលបានដែរក្មេងនេះហាក់ដូចជា